Bị trả lục bồ tha thua sài nâng tức thua sạc nâng bài thì nào miền tức thì nụ miền tây để cho này hết thì dương bạn xạo mùa khía một đám thực cuốn để ra tại nơi đồng bọn này miền tức đài hay xưa tha hạt ấy bạn trâu đám thực cuốn này cùng nó bao dương cứ đám thực cuốn đầm bầy cột cùng từ con tọp chú mốc hay nâng chân phía sạc nâng khai bộ sạp bao dương còn bàn tay nó bên này hơi dương từ tại thưa bàn cứ thực cuốn với từ tại đó nó lại thếนี่จีเอาไว้ได้ยิงบานสะกาคเนียดำใบถือการดำตะลือดำน้ำดังนี้ไอ้นี่ยิงบานเรียบช่องประปอนตึกดำใบสลายเนี่ยแต่ออกนี่ไอ้เมื่อบ้านนี่ชื่อประปอนตึกเขายังปลายบ่อยืงได้บานถือการดำดอกให้วิจัยเจรูปเรียงเป็นแน่ตบัดเตะวิอัดตัวดอกเปเวเลียได้ตระกัดก่อนท้ายยิงหนึ่งเรียบช่องวิปหายตรงดอกปรามทั้งไอติดคือไอการบานnàyហើយថ្ងៃនេះផងដែរយើងបានប្រមូលផ្ដុំគ្នាដើម្បីមករៀបចំជ្រោយដីដាក់ជីទៅលើតកួនរបស់យើងដែលបានដាំមានអាយុប្រហែលប្រមាណជា72សប្តាហ៍នេះហើយវាដុះមកគឺចេញរូបរាងប៉ុណ្ណេះការធ្វើបែបនេះគឺស្ដែងចេញនូវការសហការគ្នាពីទឹកចិត្តរបស់គ្នាការពិតគ្នាយើងច្រើនជាងនេះប៉ុន្តែដោយសារថ្ងៃនេះយើងអត់បានជុំគ្នាល្អហើយការប្រមូលផ្ដុំរបស់យើងគឺបានប្រហែលខ្ទង់20-30នាក់ទេនេះគេមិនមែនជាត្រកួនឯកជនទេប៉ុន្តែវាគឺជាត្រកួនសាមគ្គីហើយដោយសារនេះអ្នកទាំងអស់គ្នានេះគឺគាត់មកមុនគាត់ចាប់ផ្ដើមធ្វើមុនចំណែកអ្នកមកតាមក្រោយគឺយើងនឹងធ្វើតាមក្រោយហើយយើងនឹងធ្វើទាំងអស់គ្នាផងដែរហើយសកម្មភាពរបស់យើងនេះគឺមានទាំងការជ្រោយដីយើងជ្រោយដីនៅតាមចន្លោះត្រកួនដើម្បីឲ្យដីវាធូរហើយងាយបាជីទៅវាចូលយើងឃើញថាត្រកួនរបស់យើងនេះរាងក្រាស់បន្តិចហើយដីរបស់វានេះគឺវាមានសភាពដីរាងខ្សាច់ហើយដីនេះពីដើមមកគឺគេធ្វើស្រែទេក៏ប៉ុន្តែដោយសារតែវាមានបញ្ហាអញ្ចឹងទៅគឺដីទុកចោលគឺយើងចាប់ផ្ដើមសហការគ្នាមកធ្វើតកួនដីមានចំនួនបែរខ្ទង់ 30A ប៉ុន្តែយើងធ្វើអស់បែរខ្ទង់ 10A ទេប៉ុន្តែយើងធ្វើអស់ប៉ុណ្ណឹងគឺចំណាយច្រើនដែរហើយបន្ទាប់ពីយើងជ្រោយដីអីហើយយើងចាប់ផ្ដើមមកបាជីទៅលើតកួនហើយបច្ចេកជីនេះគឺជាប្រភេទជីសរីរាង្គដែលយើងត្រូវបាចទេជាទូទៅគឺគេបាជីហើយទើបបានគេជ្រោយជើងប៉ុន្តែពួកខ្ញុំជ្រោយជើងហើយបានបាជីដល់មកទៀតបានយើងបូមទឹកស្រោចវាតែនៅទីនេះមិនត្រឹមតែតកួនទេគឺយើងមានស្ពៃប្រមាណជា3រងដែរបន្ទាប់ពីយើងធ្វើកិច្ចការរួចអស់ហើយយើងក៏មានការដុតពោតសាមគ្គីផងដែរនេះគឺជាសកម្មភាពដែលយើងដុតពោតសប្បាយមែនតើយើងនឹងជួបគ្នានៅពេលប្រមូលផលទៀត